សម្រាប់ KPI ពេលដែលដាក់គឺប្រចាំឆ្នាំនៅពេលដែលដាក់ប្រចាំឆ្នាំគឺការកំណត់គោលដៅ KPI មាន2ជំហាននៅដើមឆ្នាំគឺយើងដាក់ផែនការ KPI មានន័យថាដាក់ផែនការនៅក្នុងការអនុវត្ត KPI ហ្នឹងទៅតាមគោលដៅដែលយើងចង់ឲ្យបុគ្គលិករបស់យើងធ្វើឬក៏ដែលចង់ឲ្យអាជីវកម្មរបស់យើងដើរទៅដល់អាហ្នឹងគេហៅផែនការ KPI យើងដើមឆ្នាំឥឡូវអ្វីដែលយើងកំពុងធ្វើហ្នឹងគឺយើងកំពុងធ្វើផែនការ KPI បន្ទាប់មកយើងមានផែនការ KPI ហើយយើងយកផែនការ KPI ហ្នឹងយកតាមដានថាបុគ្គលិករបស់យើងអនុវត្តមិនយើងជាម្ចាស់អាជីវកម្មមួយថ្ងៃលក់ដូរបានប្រមាណប្រតិបត្តិការការទិញចូលប្រមាណប្រតិបត្តិការហើយលុយរបស់យើងលក់ចំណេញបានប៉ុន្មានតាមដានរហូតដល់365ថ្ងៃពេញបានបូកសរុប365ថ្ងៃហ្នឹងចូលគ្នានឹងឃើញលទ្ធផលមួយទើបយកលទ្ធផលយកមកប្រៀបធៀបជាមួយនឹងផែនការ KPI ដែលយើងបានកំណត់នៅដើមគ្រាអញ្ចឹងសួរថា KPI គេដាក់អនាគតឬក៏ដាក់ទៅអតីតកាលខ្ញុំសូមឆ្លើយថា KPI ចាប់ផ្ដើមដោយការដាក់ KPI គឺទៅអនាគតមានន័យថានៅក្នុងឆ្នាំ2026នេះឥឡូវយើងចាប់ខែ4ឡើយហើយអញ្ចឹងបើដាក់ KPI គេត្រូវបោះពីខែ5ទៅខែ5ខែ6ខែ7រហូតដល់ខែ12អញ្ចឹងយើងដាក់គឺដាក់គោលដៅតែអ្វីដែលមិនទាន់កើតឡើងប៉ុន្តែគឺយើងចង់ឲ្យវាកើតឡើងពេលដាក់ហើយទើបយើងយកអា KPI ដែលយើងចៅផែនការ KPI អាចង់ឲ្យកើតឡើងយកតាមដានថាធ្វើម៉េចឲ្យវាកើតឡើងត្រូវទេឧទាហរណ៍ថាហាងម៉ាសាយើងចង់បានចំណូលឲ្យបានក្នុងមួយខែ$10000ត្រូវមានភ្ញៀវចូលមួយនាក់200នាក់ឃើញទេត្រូវមានភ្ញៀវចូល200នាក់តែសួរថាចូលនៅខែ5នៅទេយើងគ្រាន់ដាក់គោលដៅទេខែ5យើងចង់បាន10000ហើយមានភ្ញៀវចូល200នាក់អញ្ចឹងធ្វើម៉េចឲ្យចំណូលបាន10000ធ្វើម៉េចឲ្យមានភ្ញៀវចូល200នាក់តើតើយើងមានសកម្មភាពទីផ្សារត្រូវទេតើតើបុគ្គលិករបស់យើងមានសមត្ថភាពនៅក្នុងការផ្ដល់សេវាកម្មតើឲ្យយើងមានការផ្សព្វផ្សាយឃើញទេតើឲ្យយើងនឹងផ្ដល់សេវាកម្មល្អជូនទៅអ្នកដែលអតិថិជនដែលគាត់មកប្រើប្រាស់សេវាកម្មរបស់យើងរហូតដល់ចុងខែ5យើងបូកសរុបទៅឃើញពីលទ្ធផលមួយខែទី1ដែលយើងតាមដានអញ្ចឹងខែទី1ធៀបទៅផែនការ KPI ដែលយើងចាប់ផ្ដើមដែលយើងដាក់ពីដើមខែហ្នឹងដើមឆ្នាំហ្នឹងឬក៏ដាក់ឥឡូវហ្នឹងតើបានប្រមាណភាគរយហើយ